បទបង្ហាញនៅចូលមកថា2027នេះគឺធ្វើឲ្យបានតាមផែនការតែម្ដងនៅក្នុង5ខេត្តនេះអញ្ចឹងគឺបានបដិញ្ញាចិត្តហើយគ្រោងធ្វើម៉េចឲ្យបានសម្រេចដើម្បីយើងរៀបចំបន្តទៀតពង្រីកនៅសមិទ្ធផលនិងសមត្ថភាពផលិតទឹកស្អាតរុញទៅដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនបាទទូទាំងប្រទេសរបស់យើងឃើញកន្លែងខ្លះក្រោយពីយើងរៀបចំប្រព័ន្ធទឹកស្អាតគម្រោងនេះហើយរុញពី30ជាងភាគរយដែលប្រជាជនមានទឹកស្អាតទៅ98%ចឹងបានន័យថានេះគឺជាការបោះជំហានខ្ពស់ណាស់បាទហើយប្រជាពលរដ្ឋរបស់យើងសុខភាពរបស់យើងគឺអ្វីដែលជាសុខភាពរបស់ជាតិរយៈពេលវែងអញ្ចឹងគឺឲ្យខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះអាយដាមហែមបណ្ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក៏ដូចជាអង្គភាពរដ្ឋកោទឹកសាធារណៈនិងប្រតិបត្តិការទឹកស្អាតឯកជនដែលបាននឹងកំពុងខិតខំអស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីនៅក្នុងការបំពេញបេសកកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រកបដោយសីលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ស្របតាមគោលការណ៍ណែនាំស្តង់ដារបច្ចេកទេសនិងលិខិតបទដ្ឋានគតិយុត្តជាធរមានរហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈនៅក្នុងវិស័យទឹកស្អាតអាដាមលោកជំទាវលោកស្រីនិងអង្គពិធីទាំងមូលជាទីមេត្រីកម្ពុជាបានឈានចូលដំណាក់កាលថ្មីមួយទៀតនៃការវិវត្តដែលទាមទាររដ្ឋាភិបាលត្រូវគិតគូរទាំងបរិមាណនិងគុណភាពនៃកំណើនសេដ្ឋកិច្ចជាតិដើម្បីជៀសផុតពីអន្ទាក់ចំណូលមធ្យមក្នុងន័យនេះរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពសម្ដៅការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050